ខ្មាន់កំភ្លើងដែលប៉ុនប៉ងបាញ់ប្រហារសម្រាប់លោក Donald Trump នៅពិធីជប់លៀងត្រូវ FBI ចាប់ខ្លួនបានហើយអាជ្ញាធរសហរដ្ឋអាមេរិកបញ្ជាក់ថាខ្មាន់កំភ្លើងម្នាក់ដែលបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្លានៅក្នុងពិធីជប់លៀងប្រចាំឆ្នាំរបស់អ្នកឆ្លងឆ្លើយសារព័ត៌មានសេតវិមានកាលពីយប់ថ្ងៃសៅរ៍ម៉ោងនៅ Washington ត្រូវឃាត់ខ្លួនបានសម្រេចហើយដោយ FBI ហើយការដករន្ធត់នេះបង្ខំឲ្យមានការជំលះលោកប្រធានាធិបតី Donald Trump និងភរិយារបស់លោកគឺលោកស្រី Melania Trump ព្រមទាំងអនុប្រធានាធិបតីលោក JD Vance ចេញពីសាលក្រមប្រជុំភ្លាមៗបន្ទាប់ពីសម្លេងខ្មាន់កំភ្លើងបានបន្លឺឡើងបន្ទាប់ពីកាត់សន្ទរកថាស្វាគមន៍របស់លោក Donald Trumpយោងតាមសេចក្តីរាយការណ៍ចុងក្រោយបង្អស់ជនសង្ស័យត្រូវបានគេស្គាល់អត្តសញ្ញាណប័ណ្ណគឺមានឈ្មោះថា Cole Thomas Allen បច្ចុប្បន្ននេះលោក Allen គឺមានអាយុ31ឆ្នាំមានស្រុកកំណើតនៅទីក្រុងTorrance រដ្ឋ California សំណងការនគរបាលរដ្ឋធានី Washington បានបញ្ជាក់ថាជននេះគឺជាភ្ញៀវដែលបានមកស្នាក់នៅក្នុងសណ្ឋាគារ Hilton ផ្ទាល់តែម្ដងនៅវេលាម៉ោងប្រមាណជាង 8:36 នាទីយប់ម៉ោងនៅសហរដ្ឋអាមេរិកខ្មាន់កំភ្លើងបានសម្រុកកាត់ប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខនៅមុខសាលពិធីប្រដាប់អាវុធរបស់ខ្លួនពិតជាគ្រោះថ្នាក់ខ្លាំងណាស់ហើយខ្លួនមានអាវុធជាច្រើនប្រភេទរួមមានកាំភ្លើងវែងកាំភ្លើងខ្លីនិងកាំបិតជាច្រើនដើមនៅក្នុងសកម្មភាពនោះជនសង្ស័យបានបាញ់តតាំងជាមួយនឹងកងកម្លាំងសមត្ថកិច្ចបណ្ដាលឲ្យភ្នាក់ងារសម្ងាត់ម្នាក់រងរបួសដោយសារតែគ្រាប់កាំភ្លើងប៉ុន្តែសំណាងល្អភ្នាក់ងារសម្ងាត់រូបនោះមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយដោយសារតែគេបានពាក់អាវក្រោះការពារជនសង្ស័យមិនបានរងរបួសដោយសារតែគ្រាប់កាំភ្លើងឡើយប៉ុន្តែគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដើម្បីត្រួតពិនិត្យស្ថានភាពជំងឺផ្លូវចិត្តមេធាវីសហរដ្ឋអាមេរិកបញ្ជាក់ថាលោក Allen នឹងត្រូវប្រឈមមុខទៅនឹងបទជាប់ប្រកាន់បឋមចំនួន2គឺការប្រើប្រាស់នៅអាវុធនៅក្នុងបទឧក្រិដ្ឋហិង្សានិងការប៉ុនប៉ងវាយប្រហារលើមន្ត្រីសហព័ន្ធដោយប្រដាប់អាវុធគ្រោះថ្នាក់ជននេះនឹងត្រូវបញ្ជូនទៅកាន់តុលាការសហរដ្ឋអាមេរិកបាននៅថ្ងៃច័ន្ទសប្តាហ៍ក្រោយដោយនាយក FBI លោក Marcus Beltels បានលើកឡើងថាទីភ្នាក់ងាររបស់លោកកំពុងតែធ្វើការយ៉ាងសកម្មនៅក្នុងការស៊ើបអង្កេតយ៉ាងល្អិតល្អន់និងសាកសួរសាក្សីដើម្បីស្វែងរកនៅមូលហេតុពិតប្រាកដនៅពីក្រោយសកម្មភាពនេះក្រោយចាប់ខ្មាន់កាំភ្លើងបានកងកម្លាំង FBI ក៏បានចុះទៅកាន់ដល់លំនៅឋានរបស់ពួកគេដើម្បីស៊ើបអង្កេតនិងតាមរកបពុជាបន្តទៀតមកដល់ពេលនេះយ៉ាងណាក៏មិនទាន់ដឹងថាតើមានគ្នានឹងបពុរបស់គេប៉ុន្មានអ្នកដែរហើយថាតើខ្មាន់កាំភ្លើងដែលបានបាញ់លោក Donald Trump នៅក្នុងកម្មវិធីជប់លៀងគឺជានរណាបរិះខ្មាន់កាំភ្លើងដែលបានធ្វើឲ្យក្រុមមេដឹកនាំកម្ពុជារបស់សហរដ្ឋអាមេរិករត់បាផាសក្រញ៉ាំព្រលឹងចុងសក់ចេញទៅស៊ីផលិតកាលពីយប់ថ្ងៃទី25ខែមេសាឆ្នាំ2026នេះគឺមានឈ្មោះថា Cole Thomas Allen បាទអញ្ចឹងគឺមានវ័យ31ឆ្នាំមានការងារគឺជាគ្រូបង្រៀនពិសេសឲ្យក្រុមឯកជនផ្នែកអប់រំមួយនិងជាអ្នកអភិវឌ្ឍហ្គេមយ៉ាងជំនាញដោយសារតែគាត់គឺមានការងារខាងសិក្សាខ្ពស់ផ្នែកវិស្វកម្មនិងបច្ចេកវិទ្យាព័ត៌មាន IT Allen ទទួលបានបរិញ្ញាបត្រពីសាកលវិទ្យាល័យបច្ចេកវិទ្យា California និងបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកកម្មវិធី Computer បាទកាលពីឆ្នាំមុននេះការសិក្សារបស់ Allen ធ្លាប់មានឈ្មោះបោះសម្លេងនៅក្នុងសាលាថាគឺជាអ្នកបង្កើតថ្មីជាពិសេសកម្មវិធីបរទេសរុញចំពោះទស្សនៈនយោបាយវិញគេបានរកឃើញថា Allen ធ្លាប់បានបរិច្ចាគលុយ$25ដល់គណៈកម្មាធិការប្រជាធិបតេយ្យដែលមានលោកស្រី Kamala Harris គឺជាបេក្ខជនប្រធានាធិបតីតតាំងជាមួយនឹងលោក Donald Trumpមិត្តភ័ក្តិនិងអ្នកស្គាល់មួយចំនួនបានរាយការណ៍ថា Allen គឺជាមនុស្សម្នាក់ដែលមានសភាពនឹងស្ងៀមស្ងាត់មិនសូវចូលរួមសកម្មភាពនៅក្នុងសង្គមនោះទេប៉ុន្តែមានការចាប់អារម្មណ៍ខ្លាំងលើបច្ចេកវិទ្យានិងគម្រោងផ្ទាល់ខ្លួនទោះបីជាយ៉ាងណាអាជ្ញាធរមិនទាន់បញ្ជាក់ច្បាស់អំពីមូលហេតុឬក៏ជំនឿនយោបាយបាទដែលជាកត្តាជំរុញឲ្យគាត់ប្រព្រឹត្តនៅសកម្មភាពនេះឡើយបច្ចុប្បន្ននេះអាជ្ញាធរកំពុងតែបន្តស៊ើបអង្កេតពីប្រវត្តិផ្ទាល់ខ្លួននិងសកម្មភាពអនឡាញនិងបណ្ដាញទំនាក់ទំនងរបស់ Allen ដើម្បីសង្កត់ធ្ងន់ថាតើគាត់មានទំនាក់ទំនងជាមួយនឹងក្រុមណាឬក៏អនុវត្តសកម្មភាពតែម្នាក់ឯង
នៅក្នុងកម្មវិធីបាទជួបជុំនៅអាហារបាទពេលល្ងាចនោះបាទគឺជាពិធីដែលមានវត្តមានមន្ត្រីជាន់ខ្ពស់ជាច្រើននិងមានអ្នកសារព័ត៌មានចូលរួមហើយ Allen ក៏គឺជាភ្ញៀវដែលស្នាក់នៅក្នុងសន្តាគារដែលមានបាទអាវុធនឹងជាច្រើនប្រភេទផងដែរបាទព្រមទាំងកាំបិតមុនពេលដែលគេទៅបង្កហេតុក្រោយពីចប់ហេតុការណ៍ភ្លាមៗបាទលោក Donald Trump ក៏បានមកធ្វើនៅសន្និសីទកសែតមួយដោយបាននិយាយថាពួកលោកគឺមិនអីនោះទេមានសុវត្ថិភាពគ្រប់គ្នាអាចបន្តសង្គ្រាមជាមួយអ៊ីរ៉ង់បានហើយលោកត្រាំបានហៅខ្មាន់កំភ្លើងនោះថាគឺជាមនុស្សឈឺដែលអាចមានវិបត្តិបញ្ហាផ្លូវចិត្តឬក៏សរសៃប្រសាទដោយមិនជាប់ពាក់ព័ន្ធទៅនឹងរឿងសង្គ្រាមនិងអ៊ីរ៉ង់នោះទេលោកត្រាំបានរអ៊ូផងដែរថាអាជីពជាប្រធានាធិបតីគឺគ្រោះថ្នាក់ខ្លាំងណាស់បើដឹងថាអញ្ចឹងលោកមិនមកធ្វើជាប្រធានាធិបតីនោះទេលោក Donald Trump បានរិះគន់ដល់ប្រព័ន្ធការពារសន្តិសុខនៅសន្តាគារនេះហើយនេះក៏ជាលើកទី2ហើយដែរដែលមានករណីលបបាទធ្វើឃាតលោកប្រធានាធិបតីនៅក្នុងសន្តាគារ Washington Hilton នេះដោយលើកទី1មានការលបធ្វើអត្តឃាតទៅលើប្រធានាធិបតី Ronald Reagan កាលពីឆ្នាំ1981អ្នកវិភាគសន្តិសុខបានលើកឡើងថាករណីនេះបង្ហាញអំពីការប្រឈមថ្មីចំពោះប្រព័ន្ធការពារសុវត្ថិភាពទោះបីជានៅក្នុងព្រឹត្តិការណ៍ដែលមានការពារខ្ពស់បំផុតក៏ដោយបាទបងប្អូនទស្សនិកជនយើងអញ្ចឹងលោក Donald Trump ពេលនេះគឺបាទរួចផុតអំពីក្រញាំបីសាច់មួយរឿងទៀតហើយបាទដែលខ្មាន់កំភ្លើងគេមានឈ្មោះថា Allen ហើយនេះក៏ជាព្រឹត្តិការណ៍ដ៏កក្រើកពិភពលោកមួយដែរដែលបានកាត់ឡើងកាលពីថ្ងៃអាទិត្យទី26ខែមេសាឆ្នាំ2026នេះបាទគឺជាការបាញ់ប្រហារនៅក្នុងពិធីជប់លៀងអ្នកសារព័ត៌មានសេតវិមានដែលរៀបចំឡើងនៅសន្តាគារ Washington Hilton ហើយឥឡូវសហរដ្ឋអាមេរិកបានលើកឡើងថាលោកប្រធានាធិបតី Donald Trump និងមន្ត្រីរដ្ឋាភិបាលគឺជាគោលដៅនៃការវាយប្រហារនោះបើតាមការលើកឡើងរបស់អគ្គមេធាវីស្ដីទី Todd Plenty វាអាចទៅរួចដែលប្រធានាធិបតីនិងមន្ត្រីរដ្ឋាភិបាលគឺជាគោលដៅរបស់ខ្មាន់កំភ្លើងយ៉ាងណាលោក Plenty បានថ្លែងប្រាប់ទៅកាន់សារព័ត៌មានទូរទស្សន៍ NBC News ថាមូលហេតុនៃការវាយប្រហារកំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ FBI និងអង្គភាពប្រឆាំងភេរវកម្មកំពុងតែស៊ើបអង្កេតលើហេតុការណ៍នេះ 100% តែម្ដងគឺមិនដកដៃនោះទេជនសង្ស័យដែលមានឈ្មោះថា Coley Thomas Allen បាទអាយុទើបតែ31ឆ្នាំត្រូវបានចាប់ខ្លួនភ្លាមក្រោយបើការបាញ់ប្រហារនៅជិតប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខកំឡុងពេលដែលបាទព្រឹត្តិការណ៍ដែលមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់និងអ្នកមុខបាទអ្នកការជាច្រើនរូបនៅក្នុងទឹកដីនៃប្រទេសបាទសហរដ្ឋអាមេរិកបាទយ៉ាងណាមិញពុកម៉ែបងប្អូនយើងបាទការចែករំលែករបស់ខ្ញុំបាទនៅព័ត៌មានខ្លីនេះក៏ដល់ទីបញ្ចប់អរគុណច្រើនជម្រាបលាជួបគ្នាជាមួយនឹងខ្ញុំបាទនៅវីដេអូថ្មីជាបន្តទៀតរកកំហុសកុសឆ្គងក៏សំខាន់តែបេតុជុំរាបលា